បាទសូមជម្រាបសួរបងប្អូនដែលនៅក្នុង Facebook ខ្ញុំចង់សូមចែករំលែកពាក់ព័ន្ធនឹងការងារមួយជាពិសេសនៅក្នុងគេហទំព័ររបស់ក្រសួងយុតិធម៌នៅកន្លែងស្វែងរកពាក្យគន្លឹះក្នុងច្បាប់និងបទបញ្ញត្តិនៅកន្លែងនេះឧទាហរណ៍ថាខ្ញុំនិយាយពាក្យថាតុលាការហើយខ្ញុំធីកយកតែច្បាប់មកអញ្ចឹងពាក្យតុលាការនេះយើងមានឯកសារលោកមកជាច្រើនថាឧទាហរណ៍ថាពាក្យតុលាការបានន័យថាមាននៅក្នុងមាត្រា11នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការអញ្ចឹងវាក្រមតិទីពន្ធមាត្រា549អញ្ចឹងខ្ញុំជួយលើនឹងមកគឺវារកពាក្យកន្លឹះនៃពាក្យតុលាការហើយកន្លែងនេះគឺយើង select កន្លែង select នៅលើឯកសារច្បាប់ហើយមួយទៀតពាក្យតុលាការនេះនឹង highlight ឲ្យយើងមើលដល់ផងដែរអធិស្ឋានផងដោយសារអ៊ីនធឺណិតនៅទីនេះរៀងយឺតបន្តិចនេះគឺរត់មកសិតតែពាក្យតុលាការ